ថ្វាយគុំពីចងាយព្រះអង្គខ្ញុំបករណាបានបួសនឹងតាំងពីអាយុ42ឆ្នាំហើយក៏បានអានបត្រៃបិដកក៏បានជួបនឹងសតបដ្ឋាន4នៅក្នុងបត្រៃបិដកហើយខ្ញុំកណាតាមរហូតរកបត្រៃបិដកនឹងសម្ដែងដើមសួរសតបដ្ឋាន4បដិបត្តិមិនទៅកាយក្នុងកាយចិត្តក្នុងចិត្តរហូតទល់មកឥឡូវកណាដើរបោះដើរសួររងអត់បានទាំងអស់ព្រោះការប្រាប់មកអត់ត្រូវធ្វើតែពេលនេះខ្ញុំកណាអាយុដល់65ហើយបានជួបនឹងព្រះអង្គគ្រូគឺពិតជាគ្រូដ៏អស្ចារ្យមួយដែលខ្ញុំបកណារងចាំព្រោះជីវិតខ្ញុំកណាចុងក្រោយនេះវាទត់ទ្រោមខ្លាំងណាស់ព្រះអង្គតែក៏បានជួបនឹងព្រះអង្គដែលបានជួយបំភ្លឺតម្រង់ផ្លូវដើម្បីឲ្យខ្ញុំបកណាបានបដិបត្តិតាមហើយខ្ញុំបកណាបានចូលបដិបត្តិបាន2ដងហើយព្រះអង្គនៅពុទ្ធមណ្ឌលហើយខ្ញុំក៏កណាទៅលើកទី1តែពេលចាប់ដើមបដិបត្តិហ្នឹងគឺខ្ញុំបានកណាបានឃើញព្រះសង្ឃមួយអង្គនិមន្តចុះមកពីលើចុះមកដូចជាហោះហើយយកដៃមកចង្អុលខ្ញុំបកណាខ្ញុំពិតទៅលោកប្រាប់ទូលទៅលោកប្រាប់ថាខ្ញុំបកណាមកនេះគឺប្រាថ្នានឹងព្រះនិព្វានព្រះអង្គគ្រាន់តែថាប៉ុណ្ណឹងព្រះអង្គក៏ទៅបាត់វិញទៅរលាយបាត់អស់ទៅហើយក្នុង7ថ្ងៃនោះគឺខ្ញុំក្នុងមួយថ្ងៃខ្ញុំកណាសាឡើងសាចុះសាឡើងសាចុះគឺអត់ឲ្យទំនេរព្រោះស្ដាយពេលវេលាដែលខំតែដល់ពេលត្រឡប់មកដល់ផ្ទះវិញស្រាប់តែមកដល់ផ្ទះស្រាប់តែឃើញផ្ទះឃើញកូនឃើញឡានឃើញអីព្រះអង្គស្រាប់តែឡានទាំងអស់នឹងកូនទាំងអស់នឹងចេញឆ្ងាយពីខ្ញុំកណាដូចមិនមែនរបស់ខ្ញុំកណាគឺអស្ចារ្យណាស់ព្រះអង្គហើយគ្រាន់តែកូនរៀបបាយឲ្យហូបហើយចាប់ពីពេលហ្នឹងទៅខ្ញុំកណាឡើងដេកគឺព្រះធម៌រៀបចំទាំងអស់គឺឲ្យខ្ញុំកណាដេកចម្រើនគឺព្រះធម៌ចម្រើនខ្លួនឯងអីខ្លួនឯងគឺអត់ឲ្យខ្ញុំពិបាកទាំងអស់ហើយពេលឃ្លានងើបឡើងហូបបន្តិចដេកទៅព្រះធម៌ចម្រើនទៀតរហូត7ថ្ងៃខ្ញុំកណាបកទៅរៀនទៀតដល់ពេលខ្ញុំកណាទៅរៀនទៅដល់នោះព្រះអង្គស្រាប់តែបាយធ្លាក់នៅតែ2ស្លាបព្រា3ស្លាបព្រាសង្ខារធម៌កើតជារៀងរហូតរូបធម៌និងនាមធម៌កើតទាំងយប់ទាំងថ្ងៃស្រាប់ថ្ងៃមុនម៉ោងប្រហែលជាចូល9 10គេដេកលីងខ្ញុំបកណាអង្គុយម្នាក់ឯងហើយក៏ងឹកឃើញថានាមធម៌កើតរហូតគឺលំបាកមិនឲ្យដេកហើយរូបធម៌ក៏កើតមកទៀតខ្ញុំកណាក៏អង្គុយពិចារណាម្នាក់ឯងស្រាប់នៅពេលនោះព្រះអង្គមិនដឹងមានពលឺអីពីលើមកបាញ់ចំកដាលក្បាលខ្ញុំកណាបាញ់ភុចមកវិញ្ញាណខ្ញុំកណាបាត់ឥឡូវហ្នឹងព្រះអង្គលែងរូបធម៌រលត់អស់ហើយនៅតែនាមធម៌សង្ខារវាមិនទៀងតែរូបធម៌អីរលត់អស់នៅសល់តែនាមធម៌តែថ្ងៃមួយកណាក៏ងើបមកយប់ពាក់កណ្ដាលត្រេតហ្នឹងក៏ស្រាប់តាំងអង្គុយមកភ្នែនស្រាប់នៅពេលនោះព្រះអង្គស្រាប់តែរាងកាយកណារឹងដូចជាពុទ្ធរូបមួយអង្គអញ្ចឹងកណាដបងភ័យព្រះអង្គតែដល់ពេលក្រោយមកនឹកឃើញថាភ័យអីនេះជាដែលរូបធម៌និងនាមធម៌កើតហើយកតែងតែលុតសង្ខារធម៌កុំភ័យចឹងនឹងថាកន្លះម៉ោងស្រាប់តែមើល2ម៉ោងព្រះអង្គដល់ម្សិលមួយថ្ងៃមួយនេះទៀតមកកណារលត់វិញ្ញាណហ្នឹងហើយដល់ពេលរួចរលត់លើកនេះទៅបូកចូលជាមួយគ្នាងឹតឈឹងបាត់ឈឹងអត់ដឹងទៅណាបាត់បដ ாய் ព្រះអង្គដល់ពេលបាត់ចឹងទៅក្នុងរងតាន់ហើយតឹងណែនចឹងកណាត្រូវតែចូលឧបេក្ខាគ្រាន់តែនិយាយឧបេក្ខាចិត្តកណាមុតចូលឧបេក្ខាពុបដឹងខ្លួនទៅវិញទាំងអស់បដ ாய் ដឹងខ្លួនដៃជើងឲ្យវិញទាំងអស់ហើយចំណែកឧបេក្ខាព្រះអង្គឧបេក្ខាកន្លងមក20ឆ្នាំមុនកណាក៏បដិបត្តិឧបេក្ខាដែរតែដូចក្តាមដាក់ចង្អេចឹងចេញពីចង្អេទាំងអស់ចាប់មួយលបូតមួយចាប់មួយលបូតមួយតែឧបេក្ខាលើកនេះចម្លែកព្រះអង្គឧបេក្ខាគ្រាន់ថាអង្គុយពឹក
ទិដ្ឋានដោយព្រះអង្គថាឲ្យឧបេក្ខាគាត់ថាឧបេក្ខាយកចិត្តដាក់ទៅនេះដើម្បីកុំលុបលុនកុំចង់បានតាមមើលនាមធម៌រូបធម៌ហើយនឹងសង្ខារធម៌តើកើតឡើងមិនគ្រាន់តែតាំងចិត្តថាដូចក្តាមដែលចាញ់ពីឆ្អេទាំងបានចូលមកវិញទាំងអស់ចិត្តយើងដែលយើងអង្គុយតឹងក្បាលតឹងជើងឬក៏ចង្អេងចងាងអីវារៀបអិយាប័តព្រឹបក្នុងដើមទ្រូងយើងហ្នឹងស្រឡះថេងចិត្តក៏ស្រឡះអីក៏ស្រឡះទាំងអស់ហើយអ្វីដែលខ្ញុំឃើញសត្វជាដំណើរនៃការប្រែប្រួលរបស់សង្ខារធម៌ទាំងអស់ធ្វើទុកក្នុងចិត្តថាអ្វីទាំងអស់នោះក៏មិនមែនអញមិនមែនរបស់អញមិនមែនខ្លួនអញនោះគឺជាការប្រែប្រួលនិងការផ្លាស់ប្ដូររបស់សង្ខារធម៌បានដល់រូបហើយនឹងនាមនេះឯងពោសង្ខារធម៌បានដល់ធាតុពោសង្ខារធម៌បានដល់ខណ្ឌទាំងអស់នេះសុទ្ធតែជាដំណើរនៃការប្រែប្រួលអញ្ចឹងពោសង្ខារនេះតែងតែកាត់ហើយលុតទៅវិញជាធម្មតាពោសត្វទុកពោចម្រើនពោបុគ្គលដែលអាចទៅដល់ព្រះនិព្វានបានផលត្រូវមគ្គនិងផលបានតតែបុគ្គលនោះស្គាល់ច្បាស់អំពីរូបធម៌នាមធម៌មុនសិនពោពេលដែលបុគ្គលនោះចម្រើននៃបស្សនាស្គាល់ច្បាស់អំពីរូបធម៌នាមធម៌ហើយបានឃើញបច្ច័យរបស់វាហើយក៏បានឃើញត្រៃលក្ខឃើញធម៌ទាំងឡាយនឹងមានសភាពជាអនិច្ចំឬក៏ការកាត់លុតហ្នឹងជាអនត្តាជាដើមពោកាលណាឃើញត្រៃលក្ខហើយកំណត់ជាសង្ខារធម៌រហូតដល់បុគ្គលនឹងកំណត់ជាមួយការកើតនិងការលុតរបស់សង្ខារធម៌ហ្នឹងបុគ្គលនឹងបានទៅដល់កន្លែងមួយគឺលុតសង្ខារទាំងអស់អញ្ចឹងបងពេលលុតសង្ខារទាំងអស់បាត់ទាំងកាយបាត់ទាំងចិត្តពេលនឹងបកផុសចេញមកពិចារណាដឹងថានេះគឺជាព្រះនិព្វាននេះលោកគ្រូនិយាយអំពីសង្ខេបបងចម្រើនបងពេលដែលគាត់បានឃើញព្រះនិព្វានហើយគាត់ជាច្បាស់ហើយថាគាត់ជារិយបុគ្គលព្រោះគាត់អស់សង្ស័យនៅក្នុងព្រះនិព្វានតែម្ដងពោវិជាកិច្ឆាត្រូវបានលុតអស់ហើយពោពេលហ្នឹងដឹងថានេះគឺជាព្រះនិព្វានទេតាហើយខ្លួនឯងគាត់ជារិយបុគ្គលហើយអញ្ចឹងបងណាអរគុណច្រើនលោកម្ចាស់កណាសុំកម្មាទោសកណាសុំសួរលោកម្ចាស់បន្តទៀតថានៅពេលដែលកណាបដិបត្តិហ្នឹងកណាធ្លាប់មើលឃើញថានេះជានាមហើយនេះជារូបដោយញៀនតែម្ដងមិនមែនដោយការគិតពិចារណាអញ្ចឹងហើយក្រោយមកក៏មើលឃើញអំពីហេតុនិងបច្ច័យខ្លះដែលការកើតឡើងអំពីនាមនិងរូបនឹងហើយក្រោយមកក៏មើលឃើញរហូតទៅដល់ដំណើរកើតឡើងដំណើររលត់ទៅវិញការប្រែប្រួលការមិនទៀងទាត់នៃនាមរូបទាំងឡាយនឹងហើយក្រោយមកក៏ឃើញថាសង្ខារធម៌ទាំងឡាយមានការរលត់ទៅជាតគ្នារហូតដល់រលត់ទៅទាំងស្រុងនឹងតែម្ដងអញ្ចឹងតែនៅក្នុងពេលដែលរលត់ទៅទាំងស្រុងនឹងទៅក៏មានសភាពមួយដែលស្ងប់ស្ងាត់ដោយលែងមានអ្វីប្រហែលជាប្រមាណខណៈតែនៅក្នុងគ្រាហ្នឹងកណាក៏ដឹងថាវាមិនទាន់ជាមគ្គដែលកើតឡើងចំពោះកណាអញ្ចឹងវាគ្រាន់តែជាភាំងកញ្ញាណដែលកើតមានឡើងអញ្ចឹងដូច្នេះកណាពិតជានៅមានចម្ងល់ថាតើនៅពេលមគ្គដែលបុគ្គលទាំងឡាយបានសម្រេចនឹងខុសពីភាំងកញ្ញាណដោយវិធីយ៉ាងដូចម្តេចដែរលោកម្ចាស់ហើយបុគ្គលដែលបានសម្រេចនៅមគ្គផលនឹងរួចហើយអញ្ចឹងតើបុគ្គលទាំងឡាយនឹងក្រោយពេលដែលចេញចាកពីនិព្វានមកជីដែលជាអារម្មណ៍នឹងរួចហើយតើលោកបានពិចារណាចំណុចណាខ្លះហើយមើលឃើញនៅចំណុចណាខ្លះដោយប្រកាសតែម្ដងថាលោកជាព្រះអរិយបុគ្គលអញ្ចឹងតែម្ដងព្រោះកណានៅមានចងល់យូរមកហើយតេតិនទៅនឹងកន្លែងហ្នឹងដូច្នេះទៅសូមអារាធនាលោកម្ចាស់សូមលោកម្ចាស់ជួយសម្ដែងពិស្ដារបន្តិចអំពីបទពិសោធន៍នៃព្រះអរិយបុគ្គលទាំងឡាយដែលលោកបានសម្រេចនៃមគ្គនិងផលទាំងឡាយនោះលោកម្ចាស់អរគុណច្រើនទៀតពោចម្រើនពោញោមផ្លូវព្រះនិព្វានវិបស្សនាញាណ16ពោនឹងពុទ្ធជាម្ចាស់ព្រះរិយបុគ្គលទាំងឡាយលោកបានសម្ដែងហើយនៅក្នុងគម្ពីរទាំង3ដកទាំងគម្ពីរផ្សេងនៃលោកដកស្រង់មកទាំងគម្ពីរព្រះថកថាជាដើមពោវិបស្សនាញាណ16ហ្នឹងដែលហៅថាភាំងគីនុបស្សនាញាណឬក៏ភាំងកញ្ញាណដែលញោមទៅដល់ការលីទៅនៃសង្ខារធម៌ហ្នឹងអាហ្នឹងនៅក្នុងវិបស្សនាញាណទី5ទាំងទី1នាមរូបបរិច្ឆេទញាណទី2បច្ចយបរិកញ្ញាណទី3សមសនញាណទី4ឧទយបញ្ញានុបស្សនាញាណនិងទី5ភាំងគីនុបស្សនាញាណភាំងដែលហៅថាភាំងកៈឬភាំងកញ្ញាណហ្នឹងពោចឹងវិបស្សនាញាណមានចំនួន16ដែលដំណើរដែលញោមទៅដល់នោះទៅត្រឹមតែវិបស្សនាញាណទី5ទេញោមបានឆ្លងផុតនៅឧបកិលេសហើយពោតែញោមមិនតាន់បានឃើញនៅព្រះនិព្វានច្បាស់លាស់ទេព្រោះញោមនៅមានវិជិកិច្ឆាពោសេចក្តីសង្ស័យរបស់ញោមនោះមិនតាន់ជារិយបុគ្គលទេពោសេចក្តីសង្ស័យមានដរាបណាដរាបនោះញោមមិនតាន់ជារិយបុគ្គលទេពោតើសេចក្តីសង្ស័យរបស់ញោមកន្លែងណាកន្លែងត្រង់ដែលញោមមិនច្បាស់ព្រះនិព្វាននឹងឯងពោឲ្យតែញោមមិនច្បាស់ព្រះនិព្វានពេលហ្នឹងឈ្មោះថាញោមមានសេចក្តីសង្ស័យពោព្រះនិព្វាន
ពេលដែលកើតឡើងប្រកបស្ដីសង្ស័យក៏អស់ពោពេលដែលញោមឃើញការអស់ទៅនៃសង្ខារធម៌ពេលហ្នឹងគឺមានមគ្គបច្ចវេខណៈញាណមួយពិចារណាពោពិចារណាឲ្យដឹងថាការរលត់ទៅនៃសង្ខារធម៌ខាងមុននោះគឺជាមគ្គនោះគឺជាផលនោះគឺជាអារម្មណ៍របស់ព្រះនិព្វានដឹងច្បាស់អញ្ចឹងណាពោគឺបច្ចវេខណៈញាណហ្នឹងវាជាធម៌របស់លោកយៈទេប៉ុន្តែវាអាចពិចារណាឃើញដោយសារការឆ្លងផុតនៅព្រះនិព្វានហើយអញ្ចឹងណាពោតែបើសិនជាញោមមិនតាន់បានឃើញច្បាស់នៅព្រះនិព្វានទេមិនតាន់ចេះច្បាស់នៅព្រះនិព្វានមគ្គនិងផលទេញោមនៅមានសេចក្តីសង្ស័យហ្នឹងនៅក្នុងញាណរបស់ភាង្គីនុបស្សនាញាណនៅឡើយទេពោញោមត្រូវបន្តជាមួយការកើតនិងការលុតរបស់សង្ខារធម៌បន្តទៀតពោកំណត់អ្វីត្រឹមតែជាការកើតឡើងនិងការអស់ទៅរបស់សង្ខារធម៌ញោមពេលខាបន្តទៀតញោមនឹងឃើញការលុតនឹងច្រើនសារទៀតលុតនៅក្នុងភាង្គីនុបស្សនាញាណហ្នឹងឬក៏លុតនៅក្នុងឧត្តយបញ្ញានុបស្សនាញាណញោមកំណត់ដឹងទាំងអស់នោះត្រឹមតែជាសង្ខារធម៌ដែលកើតឡើងសង្ខារធម៌នេះតែងតែអស់ទៅវិញធម្មតាញោមពង្រឹងចិត្តឧបេក្ខារហូតដល់ពេលខាញាណមួយដ៏ចាស់ខ្លាពេលផុតអំពីឧបេក្ខាញាណដ៏មានកម្លាំងហ្នឹងញោមក៏ផុតទៅនៃសង្ខារធម៌ទាំងអស់នោះញោមក៏ដឹងថានេះមគ្គនេះផលនោះទើបញោមអស់សេចក្តីសង្ស័យបានអញ្ចឹងពោសត្វទុពោពេលដែលញោមអស់សេចក្តីសង្ស័យបាននឹងហើយគឺជាព្រះនិព្វានពោហើយញោមត្រូវពិចារណាមើលកិលេសផងពោណាពេលបុគ្គលខ្លះអាចដឹងអំពីកិលេសដែលលះបានយ៉ាងពិតប្រាកដបុគ្គលខ្លះមួយភ្លាមមួយគណៈភ្លាមហ្នឹងមិនតាន់បានដឹងទេតែក្រោយមកក៏ដឹងអញ្ចឹងពោដូច្នេះហើយញោមនឹងដឹងខ្លួនឯងតែខ្លួនឯងបានអស់សេចក្តីសង្ស័យហើយនឹងបានលះកិលេសអ្វីខ្លះអញ្ចឹងពោសត្វទុពោសត្វទុពេលខ្លះបុគ្គលខ្លះមានអារម្មណ៍ព្រះនិព្វានប្រកបចឹងដែរប៉ុន្តែវាស្ថិតនៅក្នុងឧបកិលេសពោគឺគាត់យល់ច្រឡំនៅលើសំឡេងទឹកអ្វីមួយឲ្យប្រាប់គាត់ឬក៏មានសំឡេងអ្វីមួយចេញអំពីកាយរបស់គាត់ប្រាប់គាត់ថាជាព្រះនិព្វានអីចឹងពោអញ្ចឹងគាត់ក៏សម្គាល់ថានឹងគឺជាព្រះនិព្វានដោយសារគាត់ទៅដល់កន្លែងការលុតនឹងតែក៏ពិតនឹងមិនតាន់ជាព្រះនិព្វានទេនេះជាការភ័ន្តច្រឡំរបស់ពួកគាត់មានមួយចំនួនសិស្សយើងភ័ន្តច្រឡំពោគាត់ថាគាត់ច្បាស់ហើយគាត់លឺមកច្បាស់ពីខាងក្នុងផុសចេញមកគាត់ថាជាញាណអីចឹងពោតែក៏ពិតអ្នកមានភ័ន្តច្រឡំក៏មានអ្នកទៅដល់ក៏មានអញ្ចឹងដើម្បីជាច្បាស់ទៅតែតឋានចុះផលសមាបត្តិញោមតឋានចុះផលសមាបត្តិទៅបើសិនជាញោមបានទៅដល់ព្រះរាជបុគ្គលពិតប្រាកដញោមក៏អាចចុះផលសមាបត្តិបានយ៉ាងញឹកញាប់យ៉ាងពិតប្រាកដហើយពោតែបើញោមចូលទៅមិនបានទេញោមត្រូវមកកំណត់សង្ខារបន្តទៀតតរហូតដល់ញោមជាច្បាស់ព្រះនិព្វានពោអញ្ចឹងពោតែបើញោមនៅមានសេចក្តីសង្ស័យហើយញោមបាច់តឋានចូលទេពេលហ្នឹងញោមមិនជារិយបុគ្គលទេពោចំពោះវិបស្សនាដែលយើងចម្រើននេះឃើញនៅលក្ខណៈរូបធម៌ដែលជាធាតុមិនដឹងនិងធាតុដឹងរបស់នាមធម៌ដែលមានភាសៈជាគម្រប់5នេះណាវិបស្សនានិងវិបស្សនាតទៅទៀតណាលោកបងអូនវិបស្សនាក៏មានសមាធិដែរគេហៅថាវិបស្សនាសមាធិប៉ុន្តែវិបស្សនាសមាធិមិនមែនជាឧបចារសមាធិមិនមែនជាអបណាសមាធិទេតែវិបស្សនានេះមានវិបស្សនាសមាធិបើយើងអត់មានសមាធិទេมันអាចមកចាប់នឹងរូបធម៌និងនាមធម៌បានទេដោយលក្ខណៈដែលជាធាតុមិនដឹងនិងធាតុដឹងកាលណាអត់មានវិបស្សនាសមាធិទេมันអាចមកចាប់នឹងការកើតឡើងរបស់បច្ច័យនឹងការរលត់ទៅនឹងការរលត់នៅបច្ច័យគឺអត់បានទេសិតតែមានសមាធិទាំងអស់យល់ទេអញ្ចឹងប៉ុន្តែសមាធិថ្នាក់សមថៈជាសមាធិមានឧបចារសមាធិនិងអបណាសមាធិរហូតដល់បឋមឈាននិងទុតិយឈានតែចំពោះសមាធិរបស់វិបស្សនាគឺជាវិបស្សនាសមាធិបានដល់ខនិកសមាធិប៉ុន្តែខនិកសមាធិបើសិនជាកើតហើយកើតទៀតកើតហើយកើតទៀតកើតហើយកើតទៀតអញ្ចឹងវាស្ងប់នៅក្នុងអារម្មណ៍នឹងដែរស្ងប់ដូចគ្នាខនិកច្រើនទៅស្ងប់ដែរវាស្ងប់វាតគ្នាវាអត់មានអីចូលមកជ្រែកណាលោកបងអូននឹងគេហៅថាវិបស្សនាសមាធិចំពោះវិបស្សនានេះឲ្យតែកើតដោយពិតប្រាកដជាសមាធិផងជាកុសលផងហើយជាសម្មាបដិបទាផងប្រព្រឹត្តទៅនៅក្នុងចតុភូមិកធម៌របស់ព្រះអង្គដែលសម្ដែងឲ្យយើងប្រតិបត្តិនេះគឺត្រូវឃើញដោយញាណហើយនឹងបញ្ញាខណៈរបស់រូបធម៌ដែលជាធាតុមិនដឹងនិងលក្ខណៈរបស់នាមធម៌ដែលជាធាតុដឹងអញ្ចឹងខណៈនឹងវាមានតែធាតុដឹងនិងធាតុមិនដឹងវាមានតែរូបធម៌និង
នាមធម៌មានសត្វបុគ្គលដែរមានយើងដែរខណៈនឹងមានសកាយតិទេដែរគឺអត់មានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បាន